វីវធំហើយការតំណាក់តំណងរបស់ប្រទេសទាំងពីរមកដល់ពេលឥឡូវនេះបានផ្ដាច់ទៅរឹមស្ងាត់សូន្យហើយព្រោះដោយសារការដឹកទំនិញឆ្លងប្រទេសមួយទៅប្រទេសមួយมันមាននៅការអនុញ្ញាតទៀតនោះឡើយហើយនឹងការប្រេងក៏ត្រូវបានបាត់និងការជំនួញជួញដូរក៏បានបាត់នោះដែរបិទទាំងភ្លើងអគ្គិសនីនិងបិទទាំងភ្លើងអ៊ីនធឺណិតទៀតនោះផងម្ល៉េះហើយបានជាមានរឿងធំឡើងនៅក្នុងពេលបច្ចុប្បន្ននេះថាតើប្រទេសខ្មែរនិងប្រទេសថៃថ្ងៃក្រោយនឹងខ្លាយទៅជាយ៉ាងណាបើសិនណារឿងក្តៅកាន់តែក្តៅឡើងដូចនេះខណៈនៅក្នុងពេលនេះយើងចូលស្ដាប់នៅការបញ្ចប់នៅតំណាក់តំណងជាមួយនឹងគ្នាថៃនិងខ្មែរតែម្ដងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរាយនឹងធម្មពលក្រសួងរាយនឹងធម្មពលមានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជាថាចាប់ពីម៉ោង00នាទីថ្ងៃទី22ខែមិថុនាឆ្នាំ2025នេះតទៅព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុងព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសអាស្រ័យហេតុនេះសូមសាធារណជនជាតិនិងអន្តរជាតិមេត្តាជាព័ត៌មានគាត់បានលើកនិយាយថាបើចង់បានដែនដីទឹកដីនឹងមានតែធ្វើសត្វសង្គ្រាមជាមួយនឹងគ្នាទេអ្នកណាឆ្នះអ្នកនឹងយកតែម្ដងបងប្អូននេះគឺជាមូលហេតុមួយដែលធ្វើឲ្យសម្ដេចដាច់ចិត្តផ្ញើលិខិតទៅប្រទេសមានអំណាចបងប្អូនថារឿងធំមែនហើយបងប្អូនរាល់ថ្ងៃភ្នំពេញកំពុងតែបដាច់តំណាក់តំណងអំពីថៃដោយពិតប្រាកដហើយដោយសារការជួញដូរប្រេងនិងវត្ថុទាំងឡាយដែលថៃយកមកពីប្រទេសគេចូលភ្នំពេញនេះសម្ដេចបានបដាច់តំណាក់តំណងទាំងអស់ហើយបាត់តាមផ្លូវព្រំដែនបញ្ចប់តែម្ដងបងប្អូនមិនមែនដូចជាថៃបាត់មួយថ្ងៃបើកមួយថ្ងៃ1ម៉ោងទេបងប្អូនប៉ុន្តែព្រោះសម្ដេចបានបដិញ្ញាចិត្តហើយថាអំពើទាំងអស់នេះគឺថៃបានបង្កើតឡើងមិនបងប្អូនមិនដំបូងដែលលើកធានការបាញ់ប្រហារកងទ័ពខ្មែរមួយតាមតំបន់ព្រំដែនហើយបងប្អូនប៉ុន្តែដល់ពេលយូរចុះយូរឡើងទៅបានបាត់ព្រំដែនដោយគ្មានការពិចារណាដោយគ្មានការអោយដំណឹងមកទៅខ្មែរសោះបងប្អូនប៉ុន្តែជាចុងក្រោយបងប្អូនពេលដែលសម្ដេចបានសម្រេចបាត់តាមច្រកព្រំដែនអស់តែម្ដងស្រាប់តែសម្ដេចរបស់ថៃនឹងស្រីរបស់ថៃនឹងបានខលបានទូរស័ព្ទមកឲ្យសម្ដេចហ៊ុនសែនដើម្បីសុំពេលវេលាដែលបើកច្រកព្រំដែនដើម្បីទំនិញរបស់ថៃនឹងហូរចូលមកប្រទេសខ្មែរឬមួយហូរឆ្លងទៅប្រទេសដទៃទៀតបងប្អូនប៉ុន្តែគ្មានការអនុញ្ញាតទេហើយពេលនោះសម្ដេចក៏បានថតសម្លេងនោះបានដែរហើយបានផុសឡើងនៅក្នុងបណ្ដាញសង្គមធ្វើឲ្យបណ្ដាញសង្គមជ្រួលច្បល់មែនទែននៅសារសម្លេងដែលអាកំបាំងនោះបងប្អូនហើយក្នុងពេលនោះស្ដេចស្រីដែលនៅប្រទេសថៃនេះកំពុងតែជ្រួលច្បល់ដែរបងប្អូនដោយសារប្រជាជនរបស់គេនេះកំពុងតែជាឌៀលសម្ដេចនោះមែនទែនបើយើងនិយាយទៅពួកគេទាំងអស់នោះកំពុងតែដាក់កំហុសទៅលើសម្ដេចរបស់គេនឹងដោយសារសម្ដេចរបស់គេនឹងអន់តូនទៅលើសម្ដេចហ៊ុនសែនមិនហើយជារឿងនេះកំពុងតែកើតឡើងដោយពិតប្រាកដប៉ុន្តែសម្ដេចសៀមនេះក៏បានឡើងថ្លែងការណ៍ឲ្យសូមអភ័យទោសអំពីកំហុសរបស់គាត់បានធ្វើមកប្រជាជនរបស់គាត់ដែរបងប្អូនប៉ុន្តែសពថ្ងៃនេះគាត់បានរៀបរាប់គ្រាបអស់ហើយប្រជាជនរបស់គេអស់មានចិត្តខឹងខ្ញាល់ជាមួយនឹងសម្ដេចរបស់គេហើយប៉ុន្តែនៅតោះតែខ្មែរយើងទេបងប្អូនឥឡូវបងប្អូនចូលស្ដាប់កន្លែងនេះមួយបងប្អូនព្រោះដោយសារដំណឹងនេះគឺជាពិតប្រាកដណាស់ថាសម្ដេចបានបដិតំណាក់តំណងអំពីប្រទេសថៃដោយពិតប្រាកដតែម្ដងទាំងទំនិញយកចូលទាំងទំនិញយកចេញមិនអនុញ្ញាតឲ្យយកទៅទៀតទេហើយទាំងប្រេងទាំងសាំងអ៊ីទាំងអស់ដែលខ្មែរទិញពីប្រទេសថៃនេះក៏សម្ដេចបានបដិដែរបងប្អូនរួមទាំងភ្លើងផងទាំងអ៊ីនធឺណិតផងបងប្អូនព្រោះថារឿងអ៊ីនធឺណិតនេះខាងគេក៏ខាងបំផុសឡើងមិនថាឲ្យបដិសេវាអំពីប្រទេសថៃទៅមិនអោយមកដល់ប្រទេសមិនអោយមកដល់ប្រទេសខ្មែរទេពេលដែលសម្ដេចលឺដូច្នោះសម្ដេចក៏មិនបាច់ទៅសុំចាំគេបដិទេសម្ដេចអោយកងទ័ពឡើងបដិតែម្ដងបងប្អូននេះហើយគឺជាមូលហេតុមួយដែលកំពុងតែជួយច្បល់មែនតើដោយសារការរឹតបន្តឹងនៅតាមផ្លូវព្រំដែនផងការបដិនៅសេវាកម្មទាំងអស់របស់ថៃមិនអោយចូលមកប្រទេសខ្មែរហើយមិនអោយប្រជាជនខ្មែរនេះទិញទំនិញដែលលុបក្នុងទីផ្សារនេះរបស់ថៃទៀតអោយយកចោលទាំងអស់តែម្ដងបងប្អូនអោយយកបងរបស់ថៃដែលរបស់ខ្មែរដែលទិញរបស់ថៃបានអោយយកចោលទាំងអស់មិនអោយប្រជាពលរដ្ឋប្រើប្រាស់របស់ថៃទៀតនោះទេបងប្អូនហេតុនេះហើយបានជារឿងរ៉ាវកាន់តែធំឡើងហើយការផ្ញើសម្បត្តិទៅប្រទេសកាន់អំណាចនឹងសពថ្ងៃកំពុងតែរងំរកាសយ៉ាងខ្លាំងបងប្អូនដោយសារប្រទេសថៃគេបានឡើងនិយាយហើយគេថាបើចង់សម្រួលមែនហេតុអ្វីភ្ញៀវក្តាស់ទៅប្រទេសមានអំណាចធ្វើអីដើម្បីសូមអន្តរាគមន៍ធ្វើអីមិនមកភាសាគ្នាជាមួយនឹងគេទៅប៉ុន្តែរឿងរ៉ាវដែលមិនដែលសម្ដេចបានភ្ញើលិខិតទៅប្រទេសមានអំណាចនឹងមេកងទ័ពមួយរបស់ថៃក៏បានឡើងនិយាយដែរបងប្អូនគាត់បានឡើងនិយាយថាបើចង់បានដែនដីទឹកដីនឹងមានតែ
ធ្វើសឹកសង្គ្រាមជាមួយនឹងគ្នាទេអ្នកណាឆ្នះអ្នកនឹងយកតែម្ដងបងប្អូននេះគឺជាមូលហេតុមួយដែលធ្វើឲ្យសម្ដេចដាច់ចិត្តផ្ញើលិខិតទៅប្រទេសមានអំណាចដល់សពថ្ងៃនេះបងប្អូនហើយរឿងវិញមិនទាន់ចប់ទេបងប្អូនព្រោះដោយសារសម្ដេចក៏បានលើកឡើងដែរថាប្រទេសថៃនឹងតែងតែហោះដ្រូនមកដែនដីខ្មែរបងប្អូនតែងតែហោះដ្រូនមកដែនដីខ្មែររឿយៗឆ្លងព្រំដែនជាប្រចាំតែម្ដងទោះជាកងទ័ពនិងកងទ័ពនិយាយយ៉ាងណាក៏ដោយក៏នៅតែមានការហោះដ្រូនចូលឬមួយដល់យាមល្បាតនឹងឆ្លងមកដល់ប្រទេសខ្មែរតែម្ដងចូលនៅក្នុងដែនដីខ្មែរតែម្ដងហើយពួកគាត់មិនមានការខ្លាចញើតអីសោះទោះជាប្រជាពលរដ្ឋនោះលេងនោះមានការថតបានឬស្រែកដើម្បីដេញទៅក៏ពួកគាត់មិនទៅដែរបងប្អូនអានេះហើយគឺជាការមួយដែលកំពុងតែធ្វើឲ្យអន្តរជាតិមើលទៅប្រទេសថៃយ៉ាងណាបងប្អូនហើយមើលមកប្រទេសខ្មែរនេះហេតុអ្វីបានជាមានរឿងរ៉ាវយ៉ាងនេះកើតឡើងសូមបងប្អូនតាមដាននៅភាពបន្តចុងក្រោយថាតើរឿងរ៉ាវប្រទេសខ្មែររឿងរ៉ាវខ្មែរហើយនឹងថៃវានៅបានជាប់លាប់ដូចជាគ្នាទេឬមួយកើតឡើងជាបន្ទុះសារាយបងប្អូនជាចុងក្រោយបញ្ចប់យើងមិនទាន់បានដឹងថាមូលហេតុនេះបានកើតឡើងដោយសាររឿងរ៉ាវអ្វីនោះទេឬមួយគឺជានយោបាយប្រទេសទាំងពីរក៏យើងមិនបានដឹងដែរបងប្អូនព្រោះថាមានបងប្អូនខាងសង្គ្រោះជាតិខាងប្រឆាំងនឹងក៏បានលើកឡើងដែរបងប្អូនខ្លះទៅបានលើកឡើងថារឿងនេះវាមិនគួរធ្វើចេះធ្វើចោលបងប្អូនប៉ុន្តែទោះជាយ៉ាងណាយើងគួរតែលើកស្ទួយដល់សម្ដេចផងដោយសារគាត់នឹងកំពុងតែបងប្អូនគាត់កំពុងតែថែរក្សាដែនដីខ្មែរព្រំដែនសពថ្ងៃនេះគាត់មិនចង់ឲ្យបាត់បង់ទេបងប្អូនទោះជាប្រជាពលរដ្ឋរបស់យើងនឹងសពថ្ងៃបានផាកណ្ដាលរបស់គេប៉ុន្តែគាត់មានអំណាចគាត់មានមហិច្ឆតាដើម្បីការពាររបស់ខ្លួនឲ្យបានជាប់លាប់មិនចង់ឲ្យគេតំណែងពីសម័យណាមកដល់នឹងបានបាត់បង់ទេបងប្អូនបើសិនណាសង្គ្រាមលើកនេះកើតឡើងមែនតើដោយសារថៃនិងខ្មែរនេះប្រជាជនខ្មែរយើងមិនដឹងខ្លាយទៅជាយ៉ាងណានោះទេដោយសារយើងសពថ្ងៃប្រទេសវានៅក្រហើយប្រទេសកំពុងតែអភិវឌ្ឍឡើងបន្តិចម្ដងដោយសារសង្គ្រាមលើកចុងក្រោយរបស់ខ្មែរវាវេទនាណាស់បងប្អូនវាវេទនាណាស់ប៉ុន្តែប្រទេសគេដទៃខាងជុំវិញខាងហ្នឹងគេសេរីយូរណាស់ហើយបងប្អូនគេសេរីយូរណាស់ហើយប៉ុន្តែបើចំពោះប្រទេសខ្មែរវិញបងប្អូនទើបតែងើបឡើងនឹងរវាងបាន30ដល់40ឆ្នាំនេះម្ដងបន្តិចទេមិនហើយបើសិនណាសង្គ្រាមនេះបានកើតឡើងនឹងបងប្អូនខ្ញុំមិនដឹងថាប្រទេសខ្មែរនឹងនៅឈរបានឬទេឬមួយរលាយបងប្អូនអានេះជាការដកស្រង់របស់ខ្ញុំទេមិនមែនជាការបញ្ចុះបញ្ចូលទេបងប្អូនមិនមែនការបញ្ចុះបញ្ចូលទេបងប្អូនគឺជាការនឹកឃើញថាมันគួរអោយកើតឡើងសង្គ្រាមនៅសម័យនេះទេបងប្អូនមិនហើយបានជាខ្ញុំប្រឡែងនៅការកន្លែងសម្ដេចកាត់បានផ្ញើលិខិតទៅប្រទេសមានអំណាចដើម្បីអោយគាត់នឹងកាត់ក្តីនៅរឿងរ៉ាវឆ្លៀនពៀននោះបងប្អូនរឿងរ៉ាវឆ្លៀនពៀនរឿងរ៉ាវដណ្ដើមនៅប្រាសាទនានានៅខាងព្រំដែននោះដើម្បីអោយដាច់ស្រឡះហើយអោយប្រទេសនានាចេះតែឆ្លៀនពៀនចេះហ៊ានយានចុះទៀតទេបងប្អូនព្រោះថារឿងរ៉ាវដែលតែតោះតែងគ្នាវាធ្វើអោយប្រទេសនឹងប្រទេសចេះតែមានទម្លាប់បងប្អូនហើយដល់ពេលយើងមានបង្គោលគ្រប់គ្រាន់ហើយបងប្អូនយើងមានបង្គោលគ្រប់គ្រាន់ហើយក្នុងពេលនោះយើងនឹងអាចរកស៊ីតាមព្រំដែននេះវាធម្មតាបងប្អូនវារីករាយមិនហិតខ្លាចចេះងត់ខ្លាចចេះកងថប់នោះមកចែកកងថប់នេះបងប្អូនហើយបញ្ជារឿងដែលកើតឡើងមួយថ្ងៃកាន់មួយថ្ងៃកាន់មួយខែមកដល់ពេលឥឡូវនេះបានចេញច្បាប់មួយมันអោយប្រជាជនខ្មែរនិងប្រទេសខ្លួនឯងរបស់យើងនឹងប្រើប្រាស់អេវ៉ាន់របស់ថៃទៀតនោះឡើយទោះជាប្រេងឬផ្លែឈើដុកម្លែដែលថៃយកចូលខ្មែរมันអាចយកចូលបាននោះឡើយព្រោះដោយសារសម្ដេចបានបិទច្រកព្រំដែនទាំងអស់នៅតំបន់ថៃនោះมันសល់មួយណាឡើយបងប្អូនដោយសារថៃជាអ្នកបង្កឡើងមុននៅការបាញ់ប្រហារកងទ័ពដល់លើកចុងក្រោយទៀតពួកគាត់នឹងបានធ្វើការបាត់ព្រំដែនមុនខ្មែរបងប្អូនបានធ្វើឲ្យសម្ដេចនឹងមានការខឹងខ្ញាល់បាត់យកតែម្ដងបងប្អូនហើយទោះជាមេដឹកនាំរបស់ប្រទេសថៃនឹងបានខលមកសូមអភ័យទោសផងដើម្បីបើកច្រកព្រំដែនដើម្បីដឹកជញ្ជូនផ្ដាមកក៏ខ្មែរមិនសម្រេចបាននោះដែរបងប្អូនសម្រេចថាបាត់ហើយបាត់វាលួនទៅបងប្អូនសម្រេចថាបាត់ហើយបាត់វារហូតទៅសម្ដេចបាននិយាយដូច្នោះហើយការសំលេងសារដែលបែកធ្លាយចេញនេះបងប្អូនសំលេងសារដែលបែកធ្លាយចេញនេះសពថ្ងៃបានធ្វើឲ្យស្ដេចស្រីនៅប្រទេសថៃនេះកំពុងតែវឹកវរមែនតើបងប្អូនព្រោះដោយសារពេលដែលស្ដេចស្រីបានទូរស័ព្ទបានខលមករកសម្ដេចនេះបានបែកធ្លាយបងប្អូនព្រោះប្រទេសគេមិនចង់ឲ្យមានតំណែងតំណងទៀតនៅថៃនិងខ្មែរទេមិនហើយបានជាសម្ដេចនេះបានធ្វើឲ្យបែកធ្លាយរឿងនោះធ្វើឲ្យសម្ដេចនៅខាងប្រទេសថៃនេះកំពុងតែត្រោបប្រជាជនរបស់គេទេដៀលដូចយ៉ាងមែនតើបងប្អូនហើយយើងរងចាំទាំងអស់គ្នាថាតើរឿងរ៉ាវដែលសម្ដេចបានបាត់ដាច់អហិង្ការនៅដឹកទំនិញចូលទាំងប្រេងអីហ្នឹងថាតើប្រទេសកម្ពុជាយើងនឹងនៅរឹងពឹងប្រើប្រាស់នៅប្រេងនៅក្នុងស្រុកបានដល់ពេលណាបងប្អូនឬមួយមាន
ប្រទេសផ្សេងគេជំនួយមកបងប្អូនឬមួយមានប្រទេសផ្សេងគេជំនួយមកព្រោះមូលហេតុដែលយើងមិនតាន់ដឹងទេនេះគឺជាការនយោបាយរបស់អ្នកថ្នាក់ធំៗទាំងពីរទេបងប្អូន